ប្តីប្រពន្ធត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមកហើយព្យាយាមថ្នមចិត្តគ្នាជាមនុស្សយល់ហេតុផលកុំចេះតែតាមចិត្តរបស់ខ្លួនជាពិសេសត្រូវចេះនឹករលឹកដល់គុណគឺសេចក្តីល្អរវាងគ្នានឹងគ្នានោះឯងឧបសគ្គសំខាន់ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នាឬនៅជាមួយគ្នាមិនបានសុខក៏គឺទិដ្ឋិមានៈរឹងរូសឃើញតែពីខ្លួនឯងពេករហូតដល់ខ្វះមេត្តាខ្វះការប្រាថ្នាល្អដល់គ្នាម្យ៉ាងទៀតគឺការមិនចេះទទួលខុសត្រូវចេះទទួលត្រូវតែម្យ៉ាងហើយច្រើនតែបន្ទោសអ្នកដទៃដែលធ្វើខុសនោះគូប្តីប្រពន្ធណាត្រូវការសេចក្តីសុខក្នុងការគ្រប់គ្រងផ្ទះរួមគ្នាត្រូវតែបណ្ដុះគុណធម៌ក្នុងការគ្រប់គ្រងផ្ទះឲ្យមានទៅវិញទៅមកយ៉ាងនេះជីវិតគូរមែងដើរទៅតាមផ្លូវដែលរយទៅដោយត្របកផ្កាកុលាបពលគឺមង្គលជីវិតជាពិតប្រាកដហើយ